ប្រធានផ្នែកស៊ើបការសម្ងាត់កងទ័ពថៃបានព្រមានថាចំនួនជុំទី3ជាមួយនឹងកម្ពុជាអាចនឹងកើតឡើងដោយចង្អុលទៅរកការទិញអាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើតនិងជំរុញឲ្យមានការតាមដានយ៉ាងដិតដល់ក្នុងរយៈពេល4ទៅ5ខែបន្ទាប់ពីរដូវវស្សាលោកក៏បានកត់សម្គាល់ពីសញ្ញាតាក់ទងទៅនឹងការបោះឆ្នោតឆ្នាំ2027របស់កម្ពុជានិងបានសង្កត់ធ្ងន់ថាកងកម្លាំងថៃមិនត្រូវធ្វេសប្រហែលឡើយនៅថ្ងៃទី24ខែមិនិនាឆ្នាំ2026ឧត្តមសេនីយ៍ធីរ៉ាណាន់ណនតាវាងនាយកផ្នែកស៊ើបការសម្ងាត់កងទ័ពថៃលោកបាននិយាយថាស្ថានភាពបច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហាក់ដូចកំពុងផ្លាស់ប្ដូរពីការប្រឈមមុខដាក់គ្នាដោយយោធាដោយផ្ទាល់ដោយកម្ពុជាបានផ្ដោតទៅលើយុទ្ធសាស្ត្រផ្នែកច្បាប់ក្រោមច្បាប់អន្តរជាតិនិងព្យាយាមប្រមូលសម្ពាធសកលប្រឆាំងនឹងថៃទោះជាយ៉ាងណាក៏ដោយការវិវត្តទាំងនេះត្រូវបានគ្របដណ្ដប់ដោយភាពតានតឹងកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ទោះបីជាយ៉ាងណាក៏ដោយលោកបានព្រមានថាលទ្ធភាពនៃចំនួនប្រដាប់អាវុធដែលកើតឡើងវិញមិនអាចច្រានចោលបានឡើយលោកបានសង្កត់ធ្ងន់អំពីកត្តាសំខាន់ដែលត្រូវបានតាមដានការទិញអាវុធមួយចំនួនធំរបស់កម្ពុជាពីអឺរ៉ុបខាងកើតជាច្រើននិងការបោះឆ្នោតទូទៅរបស់កម្ពុជាដែលគ្រោងធ្វើនៅឆ្នាំ2027លោកបានមានប្រសាសន៍ថាបញ្ហាទាំងពីរនេះអាចជាសូចនាករដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធលើកទី3តាមបណ្ដោយព្រំដែនកម្ពុជាថៃទោះបីជាមិនមែនភ្លាមៗក៏ដោយលោកបានសង្កត់ធ្ងន់ថារយៈពេល4-5ខែបន្ទាប់ពីរដូវវស្សាមានសារៈសំខាន់ហើយបានជំរុញឲ្យមានការប្រុងប្រយ័ត្នអ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍ឯកវិនថៃសូវរីបានបញ្ជាក់នៅថ្ងៃអង្គារថាកងកម្លាំងកម្ពុជាបានរំកិលទៅជិតប្រាសាទតាក្របីប៉ុន្តែមិនលើសពីខ្សែបន្ទាត់ដែលបានព្រមព្រៀងគ្នានោះទេទោះបីជាយ៉ាងណាក៏ដោយលោកទទួលស្គាល់ថាការប៉ះទង្គិចគ្នាលើកទី3ដែលអាចកើតមានមិនអាចច្រានចោលបានឡើយដោយបន្ថែមថាភាគីទាំងពីរនៅតែបន្តដាក់ពង្រាយកងទ័ពប៉ុន្តែស្ថានភាពមិនទាន់ធ្ងន់ធ្ងរនៅឡើយទេលោកវិនថៃបាននិយាយថាកងកម្លាំងថៃកំពុងប្រុងប្រយ័ត្នបន្តល្បាតនិងត្រៀមខ្លួនសម្រាប់សេនានយោណាមួយខ្ញុំទីប្រឹក្សាប្រអិនធ្វើសេចក្តីរាយការណ៍ចេញពីឋានតាវតឹងអញ្ចឹងនេះគឺជាការវិវត្តថ្មីទៀតហើយពាក់ព័ន្ធជាមួយនឹងសង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃដោយឥឡូវនេះគឺថាថៃបានយកលេសអំពីការដែលកម្ពុជាទិញអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ពីខាងអឺរ៉ុបខាងកើតបានន័យថាយើងទិញអាវុធមកច្រើនណាស់មួយរយៈនេះប៉ុន្តែខាងកម្ពុជាយើងឬក៏ដូចជាប្រជាជនដូចជាអត់ទាន់ដឹងទេហើយខាងរដ្ឋាភិបាលក៏អត់មានបកគោប្រកាសឲ្យដែរប៉ុន្តែខាងថៃគេថាខាងអ្នកស៊ើបការសម្ងាត់របស់គេនឹងបានឲ្យការថាកម្ពុជាយើងគឺបានទិញអាវុធច្រើនមែនតែម្ដងហើយបើសិនជាទិញច្រើនមែនគឺខ្ញុំសប្បាយរីករាយនឹងអរំភើបខ្លាំងណាស់បងប្អូនអ្នកគ្នាបាទយើងទិញឲ្យច្រើនកាន់តែល្អពីព្រោះថានៅក្នុងបច្ចុប្បន្ននេះអ្នកណាខ្លាំងអ្នកនឹងគឺអាចការពារខ្លួនហើយគឺមិនឲ្យអ្នកណាប៉ះពាល់បានទេប៉ុន្តែយ៉ាងណាមិញគឺខាងកម្ពុជាយើងមិនទាន់បានទទួលស្គាល់ឬក៏យ៉ាងណាទេថាយើងមានការទិញអាវុធពីខាងណាខាងណីច្រើនតិចអីក៏យើងអត់ដឹងដែរនេះគឺបញ្ហាទី1បញ្ហាទី2គឺថៃបានចោទប្រកាន់ថានៅក្នុងឆ្នាំ2027នេះគឺយើងនឹងធ្វើការបោះឆ្នោតអញ្ចឹងការបោះឆ្នោតនេះក៏អាចពាក់ព័ន្ធជាមួយនឹងការធ្វើសង្គ្រាមដែរខ្ញុំអត់ដឹងថាហេតុអីបានជាកម្ពុជាយើងបោះឆ្នោតអាចនឹងធ្វើសង្គ្រាមវិញនេះខ្ញុំអត់យល់ប៉ុន្តែអ្វីដែលខ្ញុំយល់ឃើញខ្លួនឯងនោះគឺខ្ញុំគិតថាថៃប្រហែលជាគិតថាកម្ពុជាប្រើល្បិចដូចថៃអញ្ចឹងដើម្បីធ្វើការបោះឆ្នោតនៅខាងកម្ពុជាបាទដោយខាងថៃគេគិតថាពួកអីថៃនៅពេលដែលមានការបោះឆ្នោតគឺយកសង្គ្រាមកម្ពុជាថៃហ្នឹងធ្វើជាសារនយោបាយធ្វើជាការបោះឆ្នោតគឺជាការឃោសនាយករកសម្លេងឆ្នោតជាលទ្ធផលគឺថៃពិតជាទទួលបានផ្លែផ្កាទទួលបានជោគជ័យអំពីការយកព្រំដែនកម្ពុជាថៃធ្វើជាចំណាប់ខ្មាំងឬក៏ធ្វើជាលេសនៅក្នុងការទាមទារស្លឹកឆ្នោតអញ្ចឹងហើយថៃប្រហែលជាតំណងគិតថាកម្ពុជាយើងនឹងធ្វើបែបនេះមែនបាទធ្វើតាមគេអញ្ចឹងហើយគេថាហេតុផលពីរហ្នឹងដែលធ្វើឲ្យកម្ពុជាយើងនឹងអាចនឹងបង្កសង្គ្រាមជាមួយគេទី1គឺទិញអាវុធមកច្រើនណាពីអឺរ៉ុបខាងកើតទី2គឺនឹងត្រូវបោះឆ្នោតនៅពេលខាងមុខនេះគឺឆ្នាំ2027នេះអញ្ចឹងនៅក្នុងរយៈពេលត្រឹម4ខែទៅ5ខែទៀតបាទដែលគេឲ្យយោបល់មកហ្នឹងចន្លោះបានន័យថាផុតខែវស្សាហ្នឹងនឹងចូលដល់ពេលល្អវេលាល្អដែលនឹងអាចផ្ទុះសង្គ្រាមហើយពាក់ព័ន្ធជាមួយនឹងបញ្ហានេះយើងឃើញថាខាងកម្ពុជាយើងគឺមិនទាន់មានមតិយោបល់យ៉ាងណាទេប៉ុន្តែដោយសារតែព័ត៌មាននេះគឺថ្មីថ្មោងដែរទេ
បាទគឺខាងកម្ពុជាយើងមិនទាន់មានហេតុមានផលអីទេប៉ុន្តែអ្វីដែលយើងដឹងខ្លួនឯងគឺខាងកម្ពុជាយើងមិនដែលទៅប្រើល្បិចថោកទាបនៅក្នុងការរកសម្លេងឆ្នោតដោយការប្រើសង្គ្រាមកម្ពុជាថៃដែរនឹងទី1ទី2ប្រជាជនកម្ពុជាឬក៏ដូចជាមន្ត្រីយោធារបស់យើងទាហានអីយើងមិនចង់មើលផ្ទុះសង្គ្រាមដើម្បីឈ្លានពានប្រទេសណាទេដូចតាំងពីដើមមកយើងដឹងស្រាប់ហើយគឺកម្ពុជាការពារតែទឹកដីរបស់ខ្លួនឯងតែប៉ុណ្ណោះដែលសល់មកពីដូនតានៅសល់ប៉ុណ្ណឹងអញ្ចឹងយើងចង់ថែរក្សាប៉ុណ្ណឹងឲ្យបាននៅថិតថេរគង់វង្សយើងចង់រស់នៅជាមួយនឹងប្រទេសជិតខាងដោយសុខសន្តិភាពបាទយើងមិនចង់ឲ្យមានបញ្ហាទេប៉ុន្តែយើងដឹងស្រាប់ហើយគឺពាក់ព័ន្ធជាមួយនឹងសន្តិភាពគឺมันអាចនៅថិតថេរយូរទេបើសិនជាមានអ្នកជិតខាងប្រទេសឯបយើងហ្នឹងគឺត្រូវការសង្គ្រាមឬក៏ត្រូវការឈ្លានពានអ្វីដែលកម្ពុជាត្រូវធ្វើហ្នឹងគឺថាសន្តិភាពក៏យើងត្រូវការហើយអាវុធក៏យើងត្រូវការដែរពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងគឺយើងនឹងអាចគេចផុតពីសត្រូវឈ្លានពានផ្សេងជាក់ស្ដែងដូចជាកូរ៉េខាងជើងបងប្អូនដឹងស្រាប់ហើយគឺមិនខ្វល់ពីអ្នកណាដាក់សម្ពាធអីមិនម៉ាអត់ខ្វល់ទេសំខាន់គឺផលិតអាវុធឲ្យបានច្រើនផលិតអាវុធកាន់តែទំនើបកាន់តែពូកែដើម្បីការពារខ្លួនហើយអត់មានខ្វល់ថាអ្នកណាដាក់សម្ពាធដាក់អីអត់ខ្វល់ទេជាក់ស្ដែងដូចបច្ចុប្បន្ននេះបងប្អូនឃើញទេសង្គ្រាមកម្ពុជាថៃគឺអ្នកណាខ្លាំងអ្នកនឹងឈ្លានពានឬក៏អ្នកនឹងអាចគ្រប់គ្រងទឹកដីបានបាទយើងបានបាត់បង់តាមរដ្ឋាភិបាលមានប្រសាសន៍ហ្នឹងគឺ14ទីតាំងទៅខាងគេហ្នឹងហើយពាក្យជាក់ស្ដែងដូចជាខាងអ៊ីរ៉ង់អ៊ីស្រាអែលនិងអាមេរិកអញ្ចឹងបាទអាមេរិកនិងអ៊ីស្រាអែលគឺជាប្រទេសធំហើយខ្លាំងបានធ្វើការវាយប្រហារយ៉ាងសន្ធប់មកខាងអ៊ីរ៉ង់អញ្ចឹងទៅហើយសហរដ្ឋអាមេរិកក៏បានចូលទៅចាប់នៅមេដឹកនាំកម្ពុជាផ្សេងលឿនអញ្ចឹងទៅដោយសារតែខ្លួនឯងមានអាវុធខ្លាំងអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងយើងឃើញថាខាងកូរ៉េខាងជើងអីគឺมันមានអ្នកណាហ៊ានប៉ះពាល់ទេដោយសារតែភាពខ្លាំងរបស់គេគឺគេមានអាវុធបកែអាវុធទំនើបអញ្ចឹងអ្វីដែលយើងត្រូវអភិវឌ្ឍបន្តហ្នឹងគឺអាវុធបាទអាវុធកាន់តែខ្លាំងហើយមួយទៀតគឺធនធានមនុស្សបាទធនធានមនុស្សឲ្យខ្លាំងបកែយើងនឹងអាចគេចផុតអំពីចំណីរបស់គេហៅថាប្រទេសជិតខាងយើងដែលគេមានចរិតឈ្លានពានផ្សេងអញ្ចឹងទៅអញ្ចឹងថ្ងៃនេះគឺគេចេញមកទាំងអស់តែម្ដងទាំងអ្នកស៊ើបការសម្ងាត់របស់គេបាទប្រធានធំតែម្ដងហើយអ្នកនាំពាក្យកងទ័ពថៃហ្នឹងក៏ចេញមកព្រមគ្នាដែរគឺបានន័យថាម្នាក់អ្នកច្រៀងម្នាក់អ្នកបន្តថានឹងមានរឿងនឹងកើតឡើងមែនគេកំពុងតែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងតែម្ដងមែនតើខាងថៃមិនអីទៅមានប្រុងប្រយ័ត្នទេដោយសារតែខាងថៃគេជាប្រទេសធំនិងមានសម្ភារវុធទំនើបណាស់ទៅហើយអញ្ចឹងវីដេអូនេះគឺខ្ញុំបិទបញ្ចប់ប៉ុណ្ណឹងទៅចុះហើយកំពុងតាមដានព័ត៌មាននឹងបន្តទៀតបើមានអីផ្សេងទៀតខ្ញុំនឹងបច្ចុប្បន្នចែកជូនពុកម៉ែបងប្អូនបានស្ដាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមដល់ចប់ជម្រាបលា